នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃប្រហ័សទី9 ខែមេសាអ្នកនាំពាក្យក្រសួងការពារជាតិចិនលោកសាងឆាវកានបានបញ្ជាក់ថាការផ្ដល់នាវាល្បាតឲ្យកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានស្រាប់និងមិនមានគោលដៅសម្ដៅលើភាគីទី3ណាឡើយហើយក៏មិនមានឥទ្ធិពលលើស្ថានភាពតំបន់នាពេលបច្ចុប្បន្ននោះដែរបើតាមលោកសាងជុនស៊ឺដែលជាអ្នកជំនាញកិច្ចការយោធាចិនបានប្រាប់កាសែត Global Times នាវាប្រភេទ 056 គឺជាប្រភេទនាវាចម្បាំងបហុបំណងធុនស្រាលមានទម្ងន់ផ្ទុកប្រហែល 1500 តោននិងមានម៉ាស៊ីនកម្លាំងខ្លាំងដែលប្រើសម្រាប់ល្បាតនិងឃ្លាំមើលសន្តិសុខនៅតំបន់ឆ្នេរបន្ថែមពីនេះលោកថានាវានេះអាចបំពាក់អាវុធទំនើបចម្រុះរួមមានអាវុធប្រឆាំងនាវាមីស៊ីលការពារអាកាសរយៈកម្ពស់ទាបកាំភ្លើងធំនិងសមត្ថភាពប្រឆាំងនាវាមុជទឹកនាថ្ងៃទី9ដល់ថ្ងៃទី10 ខែមេសារដ្ឋាភិបាលថៃថ្មីដឹកនាំដោយលោកអនុទិនបានជូនសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួនទៅកាន់សភាចំពោះផ្នែកគោលនយោបាយការបរទេសនិងសន្តិសុខជាតិប្រទេសថៃក្រោមរដ្ឋាភិបាលរបស់លោកអនុទិនបានអះអាងថានឹងដើរតួនាទីយ៉ាងសកម្មនៅលើឆាកអន្តរជាតិដោយអនុលោមតាមច្បាប់អន្តរជាតិទន្ទឹមនឹងនេះចំណុចសំខាន់នៃគោលនយោបាយការបរទេសក្នុងអាណត្តិទី2របស់លោកនាយករដ្ឋមន្ត្រីអនុទិនត្រូវបានអះអាងថានឹងផ្ដោតលើការការពារសន្តិសុខព្រំដែននិងការដោះស្រាយបញ្ហាឆ្លងដែនជាមួយប្រទេសជិតខាងពាក់ព័ន្ធនឹងភាពតានតឹងដែលកំពុងកើតមានឡើងរវាងប្រទេសកម្ពុជានិងថៃរដ្ឋាភិបាលថៃបានលើកឡើងថាខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយស្ថានភាពកម្ពុជាថៃដោយសន្តិវិធីនិងយន្តការទ្វេភាគីដែលមានស្រាប់ក្រៅពីនេះរដ្ឋាភិបាលថៃនឹងពន្យាការសិក្សាអំពីលទ្ធភាពនៃការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2001ស្ដីពីតំបន់សមុទ្រដែលទាមទារដោយកម្ពុជានិងថៃព្រះមហាក្សត្រមានព្រះរោគមហារីកនៅក្រពេញប្រូស្តាតព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងព្រះរាជសារចុះថ្ងៃទី10 ខែមេសាឆ្នាំ2026តាមព្រះរាជសារនេះព្រះអង្គត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យជាបន្តហើយពុំអាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសវិញនាពេលនេះបានទេដោយនឹងត្រូវថែរក្សាព្រះរាជសុខភាពរយៈពេលពី1 ខែទៅ2 ខែបន្តទៀតសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2026នេះត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថានឹងសម្រេចបានក្នុងអត្រាកំណើនប្រមាណ 4.5% ប្រសិនបើចំនួននៅមជ្ឈមបូព៌ាមិនអូសបន្លាយពេលយូរជាបន្តទៀតនៅក្នុងរបាយការណ៍ដែលចេញផ្សាយនាព្រឹកថ្ងៃទី10 ខែមេសានេះធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថានៅក្នុងសេណារីយ៉ូដែលស្ថានភាពចំនួននៅតំបន់មជ្ឈមបូព៌ាឆាប់ធូរស្រាលឡើងវិញគឺកំណើនត្រូវបានគ្រប់គ្រងដោយដំណើរការនៃវិស័យកម្មន្តសាលដែលមានភាពធន់ក្នុងករណីនេះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2026នឹងស្ថិតក្នុងអត្រា 4.5% ហើយនៅឆ្នាំ2027អាចនឹងកើនដល់ 5.0%កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី25 ខែមេសាតាមក្រសួងធនធានទឹកនិងឧតុនិយមមូលហេតុដែលអាចបណ្ដាលឲ្យមានភ្លៀងធ្លាក់នេះក៏ព្រោះតែកម្ពុជារងចំហាយនៃព្យុះស៊ីនឡាគូនៅក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ2026ខាងមុខនេះក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ